បងប្អូនចង់ចេះកាត់តបទចម្រៀងដាក់ជាមួយរូបថតយើងអត់ចង់ចេះមករៀនមកខ្ញុំតោះគ្នាដំបូងយើងចូលក្នុងកម្មវិធី CapCut របស់យើងមកហើយបងប្អូនអត់ទាន់មាន CapCut ទេបងប្អូនអាចចូលទៅ download ក្នុង Play Store ឬក៏ App Store បានចឹងយើងចូលមកចុចលើវាប៉ក់ចឹងមកហើយពាណិជ្ជកម្មបងប្អូនយើងចុចបិទពាណិជ្ជកម្មវាចោលទៅតោះមកទៀតយើងចូលកន្លែងនេះ New Video នេះញ៉ាំបងហ្នឹងហើយបន្តមកយើងរើសរូបថតយើងមកយើងចង់ដាក់ប្រមាណរូបប្រមាណទៅចឹងណាហើយខ្ញុំឧទាហរណ៍3រូបនេះចុះតោះមកយើងចុច Add ហើយបន្តមកទៀតយើងទៅរកបទចម្រៀងដែលយើងចង់ដាក់ចឹងយើងចូលកន្លែងនេះតែអក្សររនេះអានឹងអក្សរភ្លេងបើយើងនិយាយអក្សររទេវាស្រួលស្ដាប់ចូលlênនឹងហើយយើងចូលកន្លែងនេះរូបនឹងទៀតមកអក្សររនឹងទៀតមកហើយបន្តមកទៀតសម្រាប់បងប្អូនចូលមកបងប្អូនអត់ទាន់មានបទចម្រៀងខ្លួនឯងយើងចូលទៅកន្លែងនេះហើយបន្តមកយើងចូលទៅកន្លែងនេះកន្លែងហ្នឹងបងប្អូនទៅយកវីដេអូចម្រៀងដែលយើងបាន download ហើយណាញ៉ាំមកចុចទៅចឹងអូនេះបងប្អូនច្រឡំនេះចុចឡើងនេះហើយបន្តមកបទចម្រៀងដែលយើង download មកវា load នៅកន្លែងហ្នឹងហើយបងប្អូនដែលអត់ទាន់ចេះ download បងប្អូនអាចចូលទៅមើល page ខ្ញុំបាន TikTok ខ្ញុំបានចឹងណាឥឡូវខ្ញុំឧទាហរណ៍នេះមួយយើងចុចលើវាប៉ក់មកបន្តមកយើងនេះ extract វាទៅជា audio ចុចចឹងមកវាមកនេះឃើញទេបងប្អូនហើយយើងចុចស្ដាប់មកហ្នឹងអាបទដែលថាខ្ញុំ extract វាមកមិញអញ្ចឹងនឹងចុចសញ្ញាបូកនេះមកហើយបងប្អូនដែលអត់ទាន់ចេះ download ចម្រៀងពី YouTube បងប្អូនអាចចូលទៅមើលក្នុង page ខ្ញុំបានឬក៏ TikTok ខ្ញុំបានអញ្ចឹងណាតោះយើង extract មកយើងចុចសញ្ញាបូកវាមកអញ្ចឹងបើចម្រៀងវា load មកនេះវា load មកក្រោមរូបរបស់យើងអញ្ចឹងយើងចុច play ទៅវាហ្នឹងអញ្ចឹងវីដេអូដាក់ចម្រៀងមានប៉ុណ្ណឹងហើយតទៀតយើងកន្លែងនេះកន្លែង highlight ពេលវាដូររូបអានេះបើសិនយើងអត់ដូរ highlight ឡើងហ្នឹងវា load ទៅសាមញ្ញពេកចាំមិនចុចទៅចាំវា load សាមញ្ញបែបហ្នឹងអញ្ចឹងយើងចង់ដូរ style វាអញ្ចឹងយើងចុចកន្លែងសញ្ញាហ្នឹងមកបន្តមកនេះជា style របស់វាយើងចង់ដាក់ style មួយណាឥឡូវខ្ញុំយកនេះមួយចុះអញ្ចឹងដល់ពេលដល់កន្លែងដូរ style យើងដូរ style បែបហ្នឹងវាសាមញ្ញទេឃើញបងប្អូនបន្តមកយើងចង់ដូរ style ទៀតយើងចង់ដូរ style ទៀតយើងចុចតទៀតមកយកនេះម្ដងយកខ្ញុំ play មើលបាទអញ្ចឹងវីដេអូមានប៉ុណ្ណឹងបងប្អូនចង់ដាក់រូបប្រមាណដាក់ទៅហើយយើងដូរ style តាមហ្នឹងមកចាហើយបើចម្រៀងមានប៉ុណ្ណឹងយើងកាត់វាចោលអញ្ចឹងយើងបានវីដេអូមួយហើយបន្តមកយើងនេះ export វិញបងប្អូនអូនេះវាអត់ free ទេបងប្អូនយើងយកកន្លែងដូរ style វិញវាអត់ free ទេវាគិតលុយយើងទៅដូរកន្លែងនេះយើងទៅណាវា free ដូចពួកនេះវា free នេះពួកអត់មានអក្សរពួកអត់មានអក្សរចេះអត់មានអក្សរអញ្ចឹងអត់មានអក្សរខៀវហ្នឹងគឺវាអត់ free ទេតែបើលងចេះវា free អញ្ចឹងយើងយកនេះវិញដូរដាក់នេះវិញមកចាំបានយើងទៅ export ម្ដងទៀតនឹងបងប្អូនដល់ពេលយើង export ទៅវាមានពាណិជ្ជកម្ម load ចឹងដោយសារយើងប្រើ free អញ្ចឹងពេលពាណិជ្ជកម្មចាប់យើងចុចកន្លែងសញ្ញាខ្វែងនេះមកហើយបន្តមកវា export ទៅ auto ហើយអញ្ចឹងយើងចុចដាននេះមកហើយយើងចូលទៅមើលកន្លែងរូបថតរបស់យើងមកមានវីដេអូនឹងអត់ចឹងគេថាយើងបានវីដេអូហើយអញ្ចឹងវីដេអូមានប៉ុណ្ណឹងបងប្អូន